ក្នុងឱកាសនោះលោកវរៈស្នេហ៍ឯកលុនលុចមេបញ្ជាការកងការពារព្រំដែនលេខ601បានជម្រាបជូនប្រតិភូឲ្យដឹងថាសភាពការនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមដែលកងការពារព្រំដែនលេខ601ទទួលខុសត្រូវមានភាពល្អប្រសើរក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ភូមិឃុំស្រុកខេត្តដែលជាប់ព្រំដែនលោកមេបញ្ជាការបានបញ្ជាក់ទៀតថាកងការពារព្រំដែនលេខ601បានធ្វើទំនាក់ទំនងល្អប្រសើរជាមួយកម្លាំងការពារព្រំដែនតាមបណ្ដាប៉ុស្តិ៍នីមួយៗជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្តអាងយ៉ាងប្រទេសវៀតណាមនិងយុទ្ធភូមិភាគទី9កងទ័ពប្រជាជនវៀតណាមក្រៅពីនេះអង្គភាពបានចូលរួមធ្វើកិច្ចសហប្រតិបត្តិការជំនួបចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែននិងបានផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកព្រមទាំងធ្វើការអប់រំប្រជាជនឆ្លងកាត់ព្រំដែនឲ្យយល់ដឹងអំពីច្បាប់ព្រំដែនទន្ទឹមនឹងនេះអង្គភាពក៏បានសហការជាមួយក្រុមរុករកអត្តធិធការ90យុទ្ធភូមិភាគទី9ជីកលើកអត្តធិធចាប់ពីឆ្នាំ2002ដល់ឆ្នាំ2025អស់រយៈពេល23ឆ្នាំនិងបច្ចុប្បន្នកំពុងធ្វើកិច្ចសហប្រតិបត្តិការនិងរុករកអត្តធិធជំហានទី24រហូតជំហានទី24រដូវប្រាំងឆ្នាំ2024-2025នាយឧត្តមសេនីយ៍ទាសីហាបានពំនាំនឹងការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចកតេប្រិទ្ធបណ្ឌិតប៊ុននីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវពីច័ន្ទមនីនិងសេចក្តីនឹករលឹកពីសម្ដេចពិជ័យសេនាធិបាញ់អតីតឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិជូនចំពោះនាយទាហានរងនិងពលទាហានក្នុងកងការពារព្រំដែនលេខ601ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាយឧត្តមសេនីយ៍ទាសីហាបានបញ្ជាក់ថាគោលបំណងចុះមកសាកសួរសុខទុក្ខនៅពេលនេះក៏ដើម្បីពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននាយទាហានពលទាហានយើងលើការហូបចុកស្នាក់នៅនិងថែទាំសុខភាពពីព្រោះសម្ដេចធិបតីក៏បានយកចិត្តទុកដាក់លើបញ្ហានេះដែរដើម្បីធ្វើយ៉ាងណាឲ្យយោធិនមានជីវភាពរស់នៅកាន់តែល្អប្រសើរឯកឧត្តមទាសីហាក៏បានផ្ដាំផ្ញើដល់នាយទាហាននិងពលទាហានកងការពារព្រំដែនលេខ601ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រទាំងលើមុខជំនាញក៏ដូចជាការងារអប់រំចិត្តសាស្ត្រដើម្បីទប់ស្កាត់ព័ត៌មានคล้ายៗនិងចូលរួមទប់ស្កាត់គ្រឿងញៀននិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានជូនពរដល់នាយទាហានរងនិងពលទាហានទាំងអស់ក្នុងឆ្នាំថ្មីសូមឲ្យមានសុខភាពល្អកម្លាំងខ្លាំងក្លាសម្រាប់បានគ្រប់ភារកិច្ចការងារជូនជាតិមាតុភូមិឯកឧត្តមទាសីហាក៏បានប្រគល់ជូននៅថវិកាដល់កងការពារព្រំដែនលេខ601កងរាជវុធហត្ថកម្លាំងនគរបាលជាតិនិងបណ្ដាអង្គភាពដែលឈរជើងនៅយុទ្ធភូមិភាគពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរបន្ទាប់មកនៅរសៀលថ្ងៃទី25ខែមីនាម្សិលមិញនេះផងដែរនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្តដឹកនាំប្រតិភូក្រសួងការពារជាតិនិងអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទចុះសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកងកម្លាំងកងវរៈសេនាតូចលេខ333តំបន់ប្រតិបត្តិការសឹករងតាកែវយុទ្ធភូមិភាគទី3ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរស្ថិតនៅក្នុងស្រុកគិរីវង្សខេត្តតាកែវឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ទាសីហាព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យមើលច្រកព្រំដែនភ្នំដិនដែលជាច្រកទ្វារអន្តរជាតិឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមបម្រើឲ្យវិស័យសេដ្ឋកិច្ចនិងទេសចរណ៍រវាងប្រទេសកម្ពុជានិងវៀតណាមបច្ចុប្បន្នច្រកព្រំដែនភ្នំដិនមានសកម្មភាពមមាញឹកក្នុងការផ្លាស់ប្ដូរទំនិញនិងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាមក៏ដូចជាការចេញចូលទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរនៅជាប់ព្រំដែនក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតលោកវរៈសេនីយ៍ឯកម៉ែនចន្ទឌីមេបញ្ជាការកងវរៈសេនាតូចលេខ333បានសម្ដែងការស្វាគមន៍នាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិដែលដឹកនាំគណៈប្រតិភូក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកនិងគណៈប្រតិភូអមដំណើរអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនាយពលទាហានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមទិសយុទ្ធភូមិភាគទី3ដែលជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវរៈសេនីយ៍ឯកម៉ែនចន្ទឌីបានបញ្ជាក់ថាសភាពការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមមានភាពល្អប្រសើរក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្តដែលស្ថិតនៅជាប់នឹងព្រំដែនលោកវរៈសេនីយ៍ឯកបញ្ជាក់ទៀតថាអង្គភាពបានបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាស្របតាមគោលការណ៍ឯកភាពគ្នានិងបានទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់បទល្មើសសេដ្ឋកិច្ចប្រឆាំងភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែននិងបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនប្រកបមុខរបរទទួលទានបានល្អប្រសើរ
ក៏សាងបាននៅព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍនាយឧត្តមសេនីយ៍ទីសីហាបានសម្ដែងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីនិងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវប្រកបដោយភាពម៉ឺងម៉ាត់ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់កងកម្លាំងកងរក្សាទោសលេខ333ត្រូវចូលរួមការពារសន្តិភាពឲ្យបានគង់វង្សទៅថ្ងៃអនាគតឯកឧត្តមទីសីហាក៏បានសម្ដែងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលវិរៈសេនាទូតលេខ333សម្រេចបានក្នុងការកសាងអង្គភាពការរៀបចំផ្ទះបាយការបង្កប់បង្កើនផលចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិបានជំរុញឲ្យនីតិហ៊ានរងនឹងពលទាហានវិរៈសេនាទូតលេខ333បន្តយកចិត្តទុកដាក់លើការងារវឹកវើរៀនសូត្រគ្រប់មុខជំនាញនិងបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាងឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូននីតិហ៊ានពលទាហានទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងចូលរួមទប់ស្កាត់គ្រឿងញៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឯកឧត្តមទីសីហាបានជូនពរឆ្នាំថ្មីជូនដល់នីតិហ៊ាននិងពលទាហានព្រមទាំងកម្លាំងជួរមុខទិសទី2ទាំងអស់សូមទទួលបានជោគជ័យសិរីសួស្តីជ័យមង្គលក្នុងឆ្នាំថ្មីសូមមានកម្លាំងខ្លាំងក្លាបញ្ញាវាងវៃនិងសម្រេចបានគ្រប់ភារកិច្ចឯកឧត្តមទីសីហាក៏បានផ្ដល់ថវិកាជូនដល់វិរៈសេនាទូតលេខ333និងបណ្ដាអង្គភាពដែលឈរជើងនៅទិសយុទ្ធភូមិភាគទី3សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ